ស្ដាប់បងប្អូនគ្នានេះគឺតាមផ្លូវយើងឆ្ពោះទៅលេងកន្លែងហែលទឹកនៅជាប់ខ្សែអណូឥឡូវហ្នឹងពួកយើងជិះទៅដល់ហើយនោះឃើញអនបដាបដាហើយតែឥឡូវហ្នឹងកំពុងតែជាប់ stop អូនិយាយទៅឡារំភើបខ្លាំងមែនតើពេលជិតដល់អញ្ចឹងណាហើយឥឡូវនេះគឺដល់ច្រកយើងផ្ញើឡានហើយនេះណែឥឡូវយើងបត់ចូលឡើងច្រក VIP ហ្នឹងមកនោះហើយទីទៀតហ្នឹងគឺឃើញអញ្ចាំងកន្លែងហែទឹកបដាបដានោះនៅឆ្វេងដៃហើយឥឡូវហ្នឹងគឺពួកយើងបានចូលចតឡានរួចហើយអូទៅចុះហើយសាប់ហើយនោះនេះនេះសើកូនក្មេងនេះនៅកូនក្មេងមកហែទឹកនេះតោះខាចាលឿននេះសើកូនក្មេងនេះនេះណាឥឡូវហ្នឹងគឺពួកយើងបានចូលមកដល់ខាងក្នុងហើយអូនិយាយទៅគាត់មកចូលមកគឺថាតិចភ្នែកហ្មងណាហើយកន្លែងលេងរបស់គេក៏មានរៀងច្រើនគួរសមដែរគេមានសម្រូតជីស្គីមកពីលើមកអីចឹងណាហើយនោះមួយចំហៀងខាងនោះគឺកន្លែងគេលក់កាហ្វេលក់នំលក់អីចឹងណាហើយកន្លែងអាងគេហ្នឹងគឺមានទឹកគ្នាខ្ញុំហូរចឹងទៅលេងស្វាយដល់ណាតោះយើងមកមើលទាំងអស់គ្នាថារៀងអាងហ្នឹងវាបែបហ្នឹងនិយាយទៅគឺសុវ័យខ្លាំងមែនតែនហ្មងហើយរីឯចំហៀងខាងនេះវិញគឺគេមានកន្លែងទឹកដូចគេធ្វើដូចទឹកភ្លៀងអញ្ចឹងសម្រាប់ក្មេងៗហើយនិយាយទៅគឺទេសភាពស្អាតដែរមិនចាញ់ស្រុកគេអីហ្មងទេហើយចំណុចសម្បត្តិចូលលេងកំសាន្តនៅក្នុងហ្នឹងតម្លៃគេគឺសមរម្យអត់សូវថ្លៃហ្មងទេតម្លៃក្នុងម្នាក់គឺតែ$7ទេហើយបន្ទាប់ពីយើងលេងអស់ឡើងស្អាតហើយដល់ម៉ោង6ហើយនេះគឺទេសភាពទៅល្ងាចយើងលេងចប់ហើយគឺខកខាងតែរកអីញ៉ាំហើយកន្លែងហ្នឹងគឺគេបើកម៉ោង10ហើយគេបិទនៅម៉ោង6ល្ងាចចឹងអូយ៉ាងលើកោក៏ចំណុចតចង់ខុស6វិញដែរគឺសុបាយខ្លាំងមែនតើHello ឥឡូវហ្នឹងគឺយើងបានហែទឹកចប់ហើយដល់ម៉ោងគេបិទល្មមហើយឥឡូវរៀបចំទៅវិញហើយថតមកចូលកាមេរ៉ាគេដែរនេះកាលមុនហៅថតអត់ជ័យថតទេឥឡូវហ្នឹងគឺថាឃើញកាមេរ៉ាបានទេឥឡូវយើងចេញទៅវិញហើយ